នេះគឺជាការប៉ັດមួយចំនួនដែលយើងចង់ចែករំលែកទៅកាន់មិត្តភ័ក្តិក៏ដូចជាសមាជិកក្រុមគ្រួសាររបស់យើងដើម្បីជួយអភិរក្សនិងថែរក្សាទឹកសមុទ្រ ផ្លាស្ទិកជិត 17 លានតោនត្រូវបានបោះចូលទៅក្នុងមហាសមុទ្រជារៀងរាល់ឆ្នាំទោះបីជាផែនដីរបស់យើងត្រូវគ្របដណ្ដប់ទៅដោយផ្ទៃទឹកជាង 70% ក៏ពិតមែនភាគច្រើនវាគឺជាមហាសមុទ្រមានតែ 2.5% ប៉ុណ្ណោះដែលជាទឹកសាបប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេក្នុងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃមនុស្សជាង 1000 លាននាក់ត្រូវបានខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់នេះគឺជាកំណត់មួយចំនួនសម្រាប់ការពារការបំពុលទឹកកាត់បន្ថយការប្រើប្រាស់ទឹកឬសន្សំសំចៃទឹកអ្នកទាំងអស់គ្នាគួរតែកាត់បន្ថយក្នុងការប្រើប្រាស់ទឹកខ្ជះខ្ជាយបែបនេះបោះចោលសម្រាប់ឲ្យបានត្រឹមត្រូវព្រមទាំងកែច្នៃឡើងវិញនៅសម្រាប់ដែលអាចកែច្នៃបានការកែច្នៃរបស់ប្រើប្រាស់សារឡើងវិញរបស់របរវត្ថុឬក៏សម្ភារៈដែលអាចប្រើប្រាស់បានពួកយើងគួរតែរក្សាទុកសម្រាប់ប្រើប្រាស់នៅពេលខាងមុខទៀតជៀសវាងការបោះចោលប្រកបដោយគ្រោះថ្នាក់កុំចាក់សារធាតុគីមីចុះតាមរត់បង្ហូរដាំដើមឈើដំកាដើម្បីលើកកម្ពស់បរិស្ថាននិងគុណភាពនៃទឹកអ្នកទាំងអស់គ្នាដឹងទេតើអ្វីទៅគឺជាការបំពុលទឹកវាគឺជាទឹកកខ្វក់ដែលមិនមានសុវត្ថិភាពក្នុងការប្រើប្រាស់នោះទេតើនរណាម្នាក់ឬក៏អ្វីទៅដែលបង្កើតការបំពុលទឹកយ៉ាងច្រើនបំផុតប៉ិតឬមិនប៉ិតទៅដែលទឹកបឹងគឺជាទឹកដែលមានសុវត្ថិភាពក្នុងការបរិភោគខុសហើយទឹកបឹងមិនមែនជាទឹកដែលត្រូវបានបន្សុទ្ធឬយកទៅចម្អិនដើម្បីឲ្យមានសុវត្ថិភាពនោះទេតើពួកយើងទាំងអស់គ្នាអាចជួយការពារការបំពុលទឹកដោយរបៀបណាខ្លះទីមួយនោះគឺកុំខ្ជះខ្ជាយទឹកឲ្យសោះកុំបោះចោលកាកសំណល់ផ្ដេសផ្ដាសកុំចាក់សារធាតុគីមីចូលទៅតាមរត់បង្ហួរចូលរួមដាំដើមឈើឲ្យបានច្រើននេះគឺជាហេតុផល3យ៉ាងសម្រាប់ជួយទប់ស្កាត់ការបំពុលកាត់បន្ថយការប្រើប្រាស់ទឹកដោយគ្មានប្រយោជន៍ប្រើប្រាស់ឡើងវិញនៅកាបូបឬក៏របស់របរផ្សេងៗដែលយើងអាចប្រើប្រាស់បានចូលរួមកែច្នៃឡើងវិញនៅកាកសំណល់ទាំងនោះ